Bà chấm điệp xô từng ngọc này ngàyនេះគឺខ្ញុំនាំយករូបមន្ត X lookup យកមកចែកលេខអ្នកទាំងអស់គ្នាអញ្ចឹងរូបមន្ត X lookup គឺវាខុសពី V lookup X lookup និង V និង lookup តិចព្រោះដោយសារតែ X lookup គឺជារូបមន្តសម្រាប់ស្វែងរកទិន្នន័យតាមជួរឈរបាទតាមជួរឈរវាខុសពី V lookup គឺរកទិន្នន័យតាមជួរដេកទាំង X lookup គឺរករូបមន្តរកទិន្នន័យតាមរយៈជួរឈរបាទអញ្ចឹងយើងមកសាកល្បងទាំងអស់គ្នាតើរករូបមន្តជួរឈរតាមវិធីណាដោយដូចម្ដេចតើអញ្ចឹងដំបូងគឺយើងវាយសញ្ញាស្មើមកនៅកន្លែងកលឹមណាមួយដែលយើងចង់ដាក់បញ្ចូលចង់ស្វែងរកអញ្ចឹងយើងវាយសញ្ញាស្មើបន្ទាប់មកទៀតយើងវាពាក្យ X lookup បាទនេះវាប៉ុណ្ណឹងគឺវាចេញមកឲ្យអញ្ចឹងនេះ X lookup យើងចុចលើវាមកចុចលើវាប៉ក់មកបន្ទាប់មកអាកន្លែង lookup value អញ្ចឹងយើងចង់ទៅរកឈ្មោះអីអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ទៅយកកន្លែងឈ្មោះអញ្ចឹងខ្ញុំចុចកន្លែងឈ្មោះនេះមកហើយ comma មួយបាទកន្លែង table array យើងទៅ select ទិន្នន័យនៅក្នុងទិន្នន័យជួរ cell ទាំងអស់ហ្នឹងមកខ្ញុំចុច select ពី name ហ្នឹងទៅរហូតដល់ខាងក្រោមនេះរហូតដល់ cell ខាងក្រោមហើយខ្ញុំក៏អាចដាក់ចងជាសម្រាប់ cell កុំឲ្យវាអង្កល់តាណាក្នុងករណីដែលយើង copy ទៅកលឹមផ្សេងបាទអញ្ចឹងខ្ញុំចុចF4 មកអញ្ចឹងខ្ញុំសម្រាប់ត្រង់នេះគឺសម្រាប់ cell កុំឲ្យវាអង្កល់តាណាក្នុងករណីយើង copy អញ្ចឹងខ្ញុំចុច comma មួយទៀតកន្លែង row index number គឺជាចំនួនជួរឈរនៃ row អញ្ចឹងកន្លែង name នេះគឺយើងរាប់ពី name មកយើងចង់បានឈ្មោះអីគេអញ្ចឹង name នេះគឺ1 2 3 4 5 6អញ្ចឹងខ្ញុំចង់រក row ទី6ហ្នឹងឈ្មោះអីអញ្ចឹងខ្ញុំវាយលេខ6មកបាទខ្ញុំវាយលេខ6មកប៉ក់មកហើយ comma មួយទៀតអញ្ចឹងកន្លែងនេះវាមាន true and false អញ្ចឹងតមកគឺខ្ញុំបិទវងកញ្ចក់បាទអញ្ចឹងអស់ហើយអញ្ចឹងបញ្ជាក់ឡើងវិញអាកន្លែងលេខ6នេះគឺជាចំនួន row ដែលរាប់ពីខាងលើមកនេះរាប់ពីខាង row ទី2មកនេះអញ្ចឹងយើងរាប់ពីកន្លែង name គឺ1 2 3 4 5 6អញ្ចឹងយើងចង់ដឹងថា row ទី6ហ្នឹងវាមានឈ្មោះអីដែលចង់ឲ្យយើងចង់ show បង្ហាញបាទបន្តមកគឺខ្ញុំ enter វាមកប៉ក់បាទអញ្ចឹងនេះ row ទី6ហ្នឹងគឺឈ្មោះ Lina អញ្ចឹងចង់បានទិន្នន័យឲ្យគ្រប់ទាំងអស់នេះមាន English មាន China មាន French មាន Match មាន Science ហ្នឹងគឺខ្ញុំចុចអូសវាមកបាទអូសមកគឺវាបង្ហាញទិន្នន័យយើងអត់ចាំបាច់ប្រើរូបមន្តទៀតទេបាទអញ្ចឹងនេះតួលេខយើងមកមើលត្រូវអត់ row ទី6ឈ្មោះនេះ English គាត់បាន60 Chinese បាន95នេះFrench បាន90Math នេះបាន55ហើយ Science បាន65បាទអញ្ចឹងគឺយើងអាចរកបាននៅទិន្នន័យដែលយើងចង់បានអញ្ចឹងបានន័យថាគឺវាចាប់យកនេះចាប់យកជួរដេកបាទចាប់យកជួរដេកអញ្ចឹងយើងអាចទៅអនុវត្តទាំងអស់គ្នាបាទអរគុណច្រើន